ចេញមកពីផ្ទះមានលុយតែ30ម៉ឺនគេមើលងាយគេមើលថោកខ្ញុំនៅបើហឺនចាប់មួយមិនខុសដូចគ្រប់កជាតិគេក្តិចត្រួយតែមិនខឹងនឹងខ្លួនឯងចូលចិត្តមិនឲ្យគេជួយអ្នកម៉ែក៏នៅតែនឹងនៅតែព្រួយកូនពីចម្ងាយលោកពុកក៏នៅតែភ័យពេលដែលកូនឃ្លាតទៅឆ្ងាយកូនស្ដាយនៅរកកំហុសមិនចង់ចាយលុយលោកទៀតឡើយទោះស្លាប់ទៅជាផែសំលុកទាំងពីរកុំទៅស្ដាយមើលមកគ្នាមិនចំសត្រូវនៅក្នុងគ្រួសារអនន្តរាយគ្មានខ្ញុំប្រហែលជាសប្បាយមិនចម្រងគ្មានឯចម្រើនចូលចិត្តឲ្យក្តៅក្រហាយកូនព្រមអ្នកនេះលើកដៃសំពះទៅដឹងថាកូនខុសហើយចង់ឃើញស្នាមញញឹមលោកទាំងពីរស្រស់ពុកព្រឹមចង់ចូលតុបាយញ៉ាំរួមគ្នារាប់ពេលប្រលឹងចង់ចេញពីសាលាមកសួរថាញ៉ាំមិនយប់នឹងនឹកអតីតកាលចង់វិលទៅរកសភាពនឹងស្ពីបងវិលចេញមកពីផ្ទះមានលុយតែ30ម៉ឺនគេមើលងាយគេមើលថោកខ្ញុំនៅបើហឺន